ពេលភ្ញាក់ឡើងលូឌឺត្រូវចង់ដូចទំនិញអូសទៅលើដីគាត់ខឹងស្រែកឲ្យដោះនិងទាមទារត្រឡប់ទៅស្ថានសួគ៌សង្សឹកអិនឈីងប្រាប់ថាស្ថានសួគ៌ស្ថិតនៅលើមេឃហើយកំពុងផ្លាស់ទីជាពេលនេះមិនអាចត្រឡប់បានទេលូឌឺដឹងថាបរិសនេះដឹងអាចកំបាំងជាច្រើនត្រូវអូសទៅកន្លែងមួយហើយអិនឈីងនិយាយថាបើចង់យល់ពិភពនេះត្រូវរស់វាមុនសិនក្រោយអិនឈីងចាក់ចេញមនុស្សមួយក្រុមចេញពីភាពងឹតឃើញសម្លៀកបំពាក់លូឌឺក៏រំភើបសួរថាគាត់ជាមនុស្សស្ថានសួគ៌ឬទេពេលបានការបញ្ជាក់ភាពលេចចេញព្រោះពួកគេមិនធ្លាប់ឃើញមនុស្សស្ថានសួគ៌ទេមានតែសាកសពក្នុងសម្រាមទោះដោះចង់ឲ្យលូឌឺក៏ក្រុងលោកគាត់ព្រោះសំបីវត្ថុតូចពីស្ថានសួគ៌ក៏មានតម្លៃឋានៈមនុស្សរស់មានតម្លៃជាងគេការស្អប់ស្ថានសួគ៌កើតពីការបោះសម្រាមមិនឈប់បង្កឧស្ម័នពុលនិងសត្វសម្រាមអារក្សមនុស្សជាច្រើនស្លាប់ឬបាត់បង់ដីធ្លីលូឌឺប្រឈមនឹងទារុណកម្មមនុស្សម្នាក់យកសម្រាមហូបមកធ្វើទុកប៉ុន្តែលូឌឺវីតបខំដាច់ម្រាមដៃពីរហើយយល់ថាក្នុងពិភពនេះមានតែពឹងខ្លួនឯងប៉ុណ្ណោះនៅលើភ្នំអិនឈីងឃើញអ្វីទាំងអស់ដោយពេញចិត្តព្រោះលូឌឺមានសមត្ថភាពពិសេសអាចផ្ដល់ជីវិតនិងអំណាចឲ្យវត្ថុមនុស្សបែបនេះហៅថាអ្នកភ្ជាប់វត្ថុមនុស្សមុនគិតថាមិនមែនបញ្ហាធំទេព្រោះបើវត្ថុចេញអំណាចនឹងបាត់ប៉ុន្តែពេលវាខ្សែដែលចេញពីដៃលូឌឺវាបែរជាផ្លាស់ទីត្រឡប់មកវិញបង្កឲ្យគ្រប់គ្នាតក់ស្លុតពេលលូឌឺចិត្តសម្រាប់មនុស្សនោះអិនឈីងបង្ហាញខ្លួនរារាំងនិងប្រាប់ថាគាត់គ្រាន់តែចង់បញ្ជាក់ថាលូឌឺជាអ្នកភ្ជាប់វត្ថុពិតគាត់សន្យាប្រាប់ការពិតទាំងអស់អំពីពិភពនេះអំពីស្ថានសួគ៌និងអំណាចប៉ុន្តែលូឌឺត្រូវរស់នៅទីនេះជួបការឈឺចាប់និងរៀនរស់ដើម្បីមានសិទ្ធិសងសឹកនៅថ្ងៃខាងមុខ